បើវងកញ្ចក់តទៅនឹងស្ថានភាពនយោបាយថៃចុងក្រោយណាស្ថានភាពនយោបាយថៃចុងក្រោយហើយបងប្អូនប្រហែលជាក៏មិនទាន់ភ្លេចនៅក្នុងការតាមដានកិច្ចការងារនយោបាយរបស់ថៃជាពិសេសអំឡុងពេលដែលកម្ពុជាហើយនិងថៃយើងហ្នឹងមានវិវាទរហូតដល់មានការបិទព្រំដែនណាការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ICJ ជាដើមក៏ប៉ុន្តែគណៈថាចំនួនចុងក្រោយនេះគឺការផ្លោងដាក់គ្នាតាមរយៈបណ្ដាញសង្គមឆ្លងទៅឆ្លងមកមិនមែនតែអ្នកនយោបាយជាន់ខ្ពស់អ្នកនយោបាយដែលដឹកនាំជាតិទេពលរដ្ឋមន្ត្រីរាជការទាំងថៃទាំងខ្មែរនិង MMO ទាំងថៃទាំងខ្មែរហ្នឹងក៏មិនណយដែរក៏ឡងទៅឡងមកដាក់គ្នាទៅវិញទៅមកហ្នឹងมันស្ទើរដែរទេអំឡុងពេលដែលស្ថានភាពហ្នឹងមានភាពតឹងតែងក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏ចង់អាប់ដេតចង់ធ្វើបច្ចុប្បន្នភាពចុងក្រោយជូនបងប្អូនយើងប្រហែលជាបងប្អូនយើងដឹងហើយក៏មិនអីដែរប៉ុន្តែខ្ញុំចង់ធ្វើបច្ចុប្បន្នភាពថាឥឡូវនេះយើងឃើញថាចុងក្រោយនេះឃើញអភិបាលខេត្តឬក៏មន្ត្រីរាជការខាងថៃហ្នឹងបានដាក់ពាក្យចង់ឲ្យមានការបើកព្រំដែនហើយឡើងវិញអញ្ចឹងក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយសារតែបងប្អូនដឹងហើយថានយោបាយនៅក្នុងប្រទេសថៃនេះអំណាចហ្នឹងវាបែងចែកវាបែកជាពីរទៅហើយមានអំណាចរបស់កងទ័ពហើយនិងអំណាចរបស់រដ្ឋាភិបាលហើយឥឡូវអ្វីដែលជាបញ្ហារបស់រដ្ឋាភិបាលផៃថងឋាននេះគឺបានបកគលអំណាចឲ្យកងទ័ពនៅក្នុងការចាត់ចែងរឿងព្រំដែនតាំងពីសន្តិសុខតាំងពីអីជាដើមអញ្ចឹងទៅរឿងព្រំដែនក៏ប៉ុន្តែឥឡូវនេះអំណាចនេះវាត្រូវបានកងទ័ពហ្នឹងមានន័យថាបកគលទៅឲ្យកងទ័ពហើយកងទ័ពហ្នឹងមិនឲ្យមកវិញទេខ្ញុំសូមសារលបងដាក់មីក្រូហ្វូនមើលឲ្យលោកវាលឺហើយបងប្អូនយើងថាមិនសូវលឺសូមអធិស្ឋានផងបាទប្រហែលជាលឺទេបងប្អូនបាទលឺទេបាទខ្ញុំសូមអនុញ្ញាតបន្តថាឥឡូវនេះយើងឃើញថាបើយើងធៀបនឹងការលេងបៀយើងនិយាយឲ្យស្រួលស្ដាប់ទេដើម្បីឲ្យបងប្អូនស្រួលស្ដាប់ជាពិសេសបងប្អូនដែលធ្លាប់លេងកាប់ហាយណាលេងកាប់ហាយដឹងហើយថាឥឡូវហ្នឹងវានៅនយោបាយថៃហ្នឹងវាដូចលេងកាប់ហាយប៉ុន្តែមនុស្សពីរនាក់ហ្នឹងកាន់បៀតែមួយចឹងហើយឥឡូវហ្នឹងទាហានហ្នឹងកាន់ហាយកាន់អាត់អីចឹងទៅហើយទាហានហ្នឹងចេះតែពួយទៅកាប់ឃើញខ្មែរយើងបោះគួយ3ទៅក៏កាប់ឃើញបោះគួយ5ទៅក៏កាប់ទៅឃើញបោះផែ3ទៅក៏កាប់តិចអស់ឥឡូវនេះចង់បញ្ចប់រដ្ឋាភិបាលអត់មានរដ្ឋាភិបាលលោកស្រីផៃថងឋានអត់មានសល់អីទេមានតែសល់គួយ3ហ្នឹងចាំឲ្យកម្ពុជាបិទគូតឲ្យនោះដូច្នេះវាជារឿងអាម៉ាស់របស់រដ្ឋាភិបាលហើយឥឡូវនេះយើងឃើញថារដ្ឋាភិបាលកម្ពុជាហ្នឹងក៏នៅតែមានជំហរគឺធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលថៃហ្នឹងណាសម្រាប់ចិត្តបើកព្រំដែនខ្លួនឯងឡើងវិញទៅក្រោយ5ម៉ោងគឺកម្ពុជាបើកតាមក្រោយហ្នឹងអញ្ចឹងជំហរមួយនេះបានធ្វើឲ្យថៃរឿងច្បោកច្បល់ដែរណាព្រោះវាជារឿងអាម៉ាស់ដែលខ្លួនឯងបិទហើយខ្លួនឯងត្រូវបើកឡើងវិញណាក៏ប៉ុន្តែអ្វីដែលជាព្រឹត្តិការណ៍មួយទៀតនោះគឺយើងឃើញថាឥឡូវនេះបាតកម្មរបស់ក្រុមអាវលឿងណាដែលដឹកនាំដោយមេដឹកនាំជ្រុលនិយមមួយចំនួនណាប្រើប្រាស់វោហារសាស្ត្រនយោបាយនឹងរហូតដល់ចង់វាយយកបាត់ដំបងប្រទីមានជ័យកោះកុងសៀមរាបរួមទាំងចង់វាយដល់ភ្នំពេញអីទៅទៀតផងណាប៉ុន្តែគណៈថាអ្នកនយោបាយចាស់ជរាមួយចំនួនហ្នឹងបានតែសម្លេងអញ្ចឹងมันមានបានប្រយោជន៍អីប្រហែលទេក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏យើងអត់មើលរំលងក្រុមបាតកម្មអាវលឿងនេះដែរពួកនេះនៅមានពលរដ្ឋដែលមានជាតិនិយមជ្រុលពលរដ្ឋថៃដែលធ្លាប់តែត្រូវបានប្រវត្តិសាស្ត្រខ្លួនឯងបោកប្រាស់ណាចោតអ្នកជិតខាងអ្នកនេះយកដីអ្នកនេះយកនេះអ្នកនេះយកនោះណាដូចខ្ញុំបានអធិប្បាយពីកាលប្រធានបទលើកមុនអញ្ចឹងថានៅពេលដែលអានប្រវត្តិសាស្ត្រដដែលហ្នឹងហើយมันមានការកែសម្រួលហ្នឹងហើយប្រវត្តិសាស្ត្រហ្នឹងសរសេរមកហ្នឹងដើម្បីឲ្យ
កើតនៅជាតិនិយមសម្រាប់ខ្លួនឯងហ្នឹងគឺទៅសេទៅបង្អាប់អ្នកដតីទៅជន់ក្បាលគេហ្នឹងដើម្បីធ្វើម៉េចឲ្យខ្លួនឯងហ្នឹងប្រាប់កូនចៅខ្លួនឯងថាកូនឯងហ្នឹងវាគ្រាន់បើជាជាតិសាសន៍មួយដែលមានប្រវត្តិសាស្ត្រមានប្រភពអីចឹងទៅរហូតដល់ពេលខ្លះហ្នឹងកលៃប្រវត្តិសាស្ត្ររហូតដល់ដើម្បីមិនដឹងថាត្រូវចោតខ្មែរយ៉ាងម៉េចបានហ្នឹងក៏ចោតថាខ្មែរនឹងខមហ្នឹងគឺជាជនជាតិពីរផ្សេងគ្នាជនជាតិខ្មែរនេះគឺជាជនជាតិដែលពូជពងខ្មែរហ្នឹងគឺត្រូវបានដាច់មកត្រឹមប្របាទសក់ផ្អែមហើយពូជពងដែលពីមុនហ្នឹងគឺសល់ហ្នឹងគឺនៅសល់ពូជពងខមហ្នឹងគឺពូជពងខមហ្នឹងគឺដាច់ត្រឹមតែសក់ផ្អែមហើយសល់រងថ្ងៃនេះសល់តែខ្មែរទេហើយខមហ្នឹងក៏ពួកថៃហ្នឹងត្រូវពួកថៃគិតថាជាពួកពាក់បរោះរបស់ខ្លួនដែរព្យាយាមកលៃប្រវត្តិសាស្ត្រជាដើមឡើងប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងឃើញថាពួកបាតកោក្រុមអាវលឿងនេះមានមេដឹកនាំសំខាន់មួយចំនួនដែលបងប្អូនប្រហែលជាស្គាល់ឈ្មោះខ្លះដែរហើយគឺសន្ធិលឹមថងគុណជាអ្នកកសែតប្រឆាំងដល់ល្បីនៅក្នុងប្រទេសថៃនៅណាក៏ស្គាល់សន្ធិដែរជាមេដឹកនាំអាវលឿងហើយធ្លាប់ធ្វើបាតកម្មបើកច្រកឲ្យយោធាធ្វើរដ្ឋប្រហារហ្នឹងមិនតិចដងហើយទេមិនតិចដងហើយដែរទេហើយអ្នកជាម្នាក់ទៀតហ្នឹងគឺចតុផនភូមិផាន់ក៏ជាអ្នកដែលស្រឡាញ់តាក់ស៊ីនជាអ្នកដែលស្មោះស្ម័គ្រជាមួយនឹងតាក់ស៊ីនអីហ្នឹងប៉ុន្តែឥឡូវនេះដោយសារតែមានចំនួនជាមួយតាក់ស៊ីនក៏ចូលមកក្រុមជាមួយនឹងពួកសន្ធិនេះហើយគេបង្កើតទៅជាចលនាធ្វើបាតកម្មមួយគឺសម្ព័ន្ធភាពការពារទឹកដីថៃអីចឹងជាដើមឡើងណាដោយប្រើប្រាស់វោហារសាស្ត្រនយោបាយហ្នឹងចោទមកកម្ពុជាថាជាប្រទេសដែលឈ្លានពានថៃចង់បានទឹកដីថៃចឹងថៃគេត្រូវការពារហើយតែទៅលើកទៅសើពួកកងទ័ពហ្នឹងថាមានតែកងទ័ពទេជាអ្នកដែលមានសមត្ថភាពនៅក្នុងការការពារទឹកដីថៃចឹងហើយក្រុមនេះគឺហាក់ដូចជាកូនអុករបស់កងទ័ពចឹងឲ្យតែរៀបចំធ្វើរដ្ឋប្រហារម្ដងហ្នឹងពួកកងទ័ពក៏ឆ្លាតណាស់ដែររុញពួកក្រុមនេះទៅសិនស្ទាបស្ទង់មើលថាតើបាតកម្មហ្នឹងមានការចូលរួមបណ្ណាល្មមអាចច្រឡេះនៅក្នុងការធ្វើរដ្ឋប្រហាររដ្ឋាភិបាលអីបានដែរទេកន្លងមកយើងឃើញហើយថាហើយជាពិសេសហ្នឹងគឺឲ្យតែរដ្ឋាភិបាលចេញមកពីគ្រួសារតកូលឈិនវត្តរាហ្នឹងគឺឬក៏ខាងភាសាថៃគេហៅថាឈិនវត្តហ្នឹងដែលជាកូនក្រុមគ្រួសារតាក់ស៊ីនហ្នឹងគឺតែងតែអញ្ចឹងតែងតែតាំងពីសម័យតាក់ស៊ីនរហូតមកដល់ប្អូនស្រីឥឡូវនេះមកដល់កូនយើងឃើញថាក៏ឈានទៅដល់ការចង់ធ្វើរដ្ឋប្រហារទៀតប៉ុន្តែឥឡូវនេះយើងឃើញថាសំទុះបាតកម្មហ្នឹងហាក់ដូចជាមិនទាន់មានទម្ងន់គ្រប់គ្រាន់ដែលធ្វើឲ្យយោធាហ្នឹងមានលេសនៅក្នុងការធ្វើរដ្ឋប្រហារនៅឡើយទេចំណុចទី3ដែលជាចំណុចមួយដែលយើងកំពុងតែចាប់អារម្មណ៍ដែរហ្នឹងជាពិសេសចុងក្រោយនេះគឺក្រៅតែពីនាយករដ្ឋមន្ត្រីថៃផៃថងថានហ្នឹងបែកអំណាចមានន័យថាបាត់អំណាចពាក់កណ្ដាលហើយទន្ទឹមនឹងក្រុមពួកបាតកោអាវលឿងនេះជំរុញការធ្វើបាតកម្មដើម្បីបើកច្រកឲ្យមានការធ្វើរដ្ឋប្រហារយោធាខ្លួនឯងផ្ទាល់ហ្នឹងក៏នឹងប្រឈមជាមួយនឹងតុលាការណាជាមួយនឹងតុលាការធម្មនុញ្ញរបស់ថៃរួមទាំងឪពុករបស់ខ្លួនផងដូច្នេះហើយសម្ពាធបើយើងនិយាយថាសម្ពាធមកធ្លាក់មកលើរដ្ឋាភិបាលគ្រួសារឈិនវត្តនេះគឺមិនខុសអីពីចំនួនឪពុកទេហើយក៏មិនខុសអីពីចំនួនបងស្រីដែរគ្រប់គ្នាចាំមើលកំហុសក្រុមគ្រួសារនេះនៅពេលដែលក្រុមគ្រួសារនេះប្រឡូកក្នុងកិច្ចការងារនយោបាយឬក៏ដឹកនាំជាតិម្ដងណាដោយប្អូនស្រីរបស់លោកតាក់ស៊ីនអញ្ចឹងលោកស្រីយីងឡាក់ឈិនវត្តហ្នឹងគឺជាប់ពាក់ព័ន្ធជាមួយនឹងការបញ្ចាំស្រូវអីនៅធ្វើឲ្យមានការខាត់បងអីជាដើមឡើងឥឡូវនេះសម័យតាក់ស៊ីននោះគឺការធ្វើរដ្ឋប្រហារហ្នឹងដោយសារតែចោទថាបំពានទៅដល់កិត្តិយសព្រះមហាក្សត្រអីជាដើមកាលនោះខ្ញុំនៅរៀនថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យจุฬาលង្ករនោះក៏មានការធ្វើរដ្ឋប្រហារលោកតាក់ស៊ីនពេលនោះក៏មានការខ្សឹបខ្សៀវតាមពិតទៅរឿងមានច្រើនណាស់ប៉ុន្តែរឿងមួយដែលឈានទៅដល់ការធ្វើរដ្ឋប្រហារហ្នឹងគឺដោយគេចាប់សម្លេងលោកតាក់ស៊ីនមិនមែនសម្លេងបាយសន្ទនាជាមួយនឹងប្រធានព្រឹទ្ធសភាយើងទេបើសម្លេងនោះគឺសម្លេងដែលទៅចែកគ្នាឬក៏ផ្សព្វផ្សាយនៅក្នុងទីក្រុងបង្កពេលនោះគឺលោកតាក់ស៊ីនប្រើពាក្យថាបើសិនជាក្នុងករណីមិនមានមនុស្សក្រៅរដ្ឋធម្មនុញ្ញមានឥទ្ធិពលទៅលើម្ដងទៀតណាគឺថាគេនិយាយថាតាមពិតទៅប្រទេសថៃវារីកចម្រើនជាងសិង្ហបុរីទៅទៀតប៉ុន្តែអ្នកដែលបង្អាក់ការរីកចម្រើនរបស់ប្រទេសថៃកន្លងមកហ្នឹងគឺជាដោយសារតែមនុស្សដែលមានឥទ្ធិពលក្រៅរដ្ឋធម្មនុញ្ញ
chẳng hay bàn trâu bàn cái chào thập hai chế lục tạ xin nó dòng đau từ lửa bèm hạc sạch là chỉ cả đi bầm buồn penu chẳng hay bàn thầm miền cả vừa rọt hà penu tàu anh ấy ở lớn này mà đo côn đi đây mà đo côn xây nó cao từ pi miền vì việt chua bịa sầm đây ấy chủng môi nâng Campuchia chiên từ đó cả bật prom đài nó cứ chỉ cả bật đòi ai cái topic ký hay bờ tới lục xây phải thòng tháng là bây là sao mà nay rồi giờ về clay môi lòng về để luôn rong sụp biết khlang đòi xa cả bài clear chủng môi nâng lục hồn sai và thiên persevere đó bạn thưa ơi con top nó hạ đôi chỉ mình sờ bài chất rồi đấy đối với này là bài luôn con top là bài con là bài chủng rinh thưa mấy không bài con to thưa rọt và hà liếm liếm chẳng thấy có một cô làm nai nó không cả bật bài prom đài cô làm nai nó không cả cà phê ở cái cam tam prom đài này chỉ đam lặng lặng nó tao còn tuột là lâu ní khang rọt happy bài civil nó trong bài bên đấy bài việt cá để sao con tuột toàn miền mỏ ấy thì khi rọt happy bài civil nó nào màu rọt happy bài Campuchia bên đấy trong khơi tha Campuchia có miền chliệt miền phim chlat vây đây nó không cả chlat tọt từ năng bành hà nắng miền chùm hồ xóm rồng muối đấy để thường mấy ở hàng Thái nó bạc mồn bộ Thái này mất Thái này bạc còn ái hay dưỡng bạc trầm màu có dưỡng bạc chẳng có chi chùm hồ muối đại xóm rồng hay đại xa nấu kết để vua sẽ cái này thay thô bỏ Campuchia có hay có chi mê riêng muối đồ thông đấy sầm rạp Thái lực ní và chi mê riêng muối này tiếng pô tiếng rọt happy ba tiếng con top và cót chi miền caoประหยัดchương môn nàyประหยัดchương môn này chẳng ta là cột tới Thái nâng môn nâng thua ấy nó có trâu thay bị chặt nai bàn trục trông rồi của ca miền chất bẩm mát lớn này chất khang mơ này chất khang on tiếng luôn nó lớn lắm Campuchia bàn oi mê riêng mùi nó không cho năm people nó phải làm đấy chẳng hay mê riêng đấy và cọt chia Thái nâng tròn chám hay ai nângประหยัดmình tại chụp mùi Campuchia đây ai tăngประหยัดchụp mùi nâng Lao chụp mùi nâng Phú Mia nó chụp mùi nâng Malaysia ấy phong có vấn đề tu bây giờ na cả đói tệ tôn từ nâng thiên là bọn này đấy trong có cười thà có miền bây đây chủng rinh ở miền Campuchia rồi hồi đó dương khơi về là vì mình tên này là vô bài này đừng mòm thế vì chiên từ đó chiên từ đó vì chiên từ đó cả do tu ong prem hạc sạch này tên mùi nó do màu chiaอุปกรณ์ของน้องกาบังอัพคเนียน้องกาชลายฉลองประมาณแบบนี้คเนียนักชิมกระทาเวียดดาเลือกรมได้ติดหายไอ้ขนมนุกก็ยังเคยได้ท่าเนี่ยได้สักกรรมนะเมียนแต่ประมาณกรมเดรวมของนักเมียนกรมโอเมียนเนี่ยไฮอาร์ตามรถทาปิบาทางซองคางนั่งนะเมียนเนี่ยลุเลสไนฮาเชียนนั่งก็จะนับได้แต่ทัวร์สถานพิมพ์นั่งการปุกโจรก็มาได้ตัวใบยังนาก็ได้chúng kết hợp với show bài ní bởi dương mình men chúng kết hợp riêng Campuchia Thái ní dương trên chất khang lo cho mỗi kia du đại hải hay có dương mình ai cho bờ tây dương tây nam bàn đấy chẳng dân ca nó cả đỏ sai cho mỗi nó bờ tây chất khang có ai bờ thu bờ thoi nó không cả sầm rộp sầm ruồi nghĩa màu cả bà bồng đài thứ mấy rồi bong bồn tiền khang Thái tiền khang Khmer đó ai miênการประกอบระบบโรซีไอ้โดยประกอบใดหลังวิ่งเข้มกระทับอย่างเพียกีอย่างซองค้างนั่นก็ตราการโดยขี้ปันได้โดยซาแต่เนี่ยสนายหาเชียดอย่างซองค้างนั่นเนี่ยสนายหาเชียดใจบิติกรมนั่นเนี่ยสนายหาเชียดออนไลน์นั่นคือใต้แต่ไปแช่เปคลานั่นแต่จะได้จรานั่นมีอธิปลดอลการสำหรับจัดพอรัฐบาลอะไรคลาได้โดยเฉพาะเข้มกระทับดำนาการนี่เข้มเคยแต่ไทยนั่นก็มาดอลตัวจรอหายมาดอลตัวจรอหายบนเยสูสนับตั้งแต่ไทยนั่นมาดอลดำนาการมวยแต่ซอลโกยใบยังเทียบเบียเทียบเลนเบียรู้สดับนั่นlà ซอโกยใบให้จำcái bật cùn áo này mình đang phải choอย่างไม่chẳng hay khuôn ai nâng phải chọn bao prom đài làng vinh nó còn miền rom ta được khmai yên khla khmai yên kề là nâng chấm mơ tao nâng mình du tới nâng ai miềnสถานភាពhayរដ្ឋាភិបាលកម្ពុជាហ្នឹងចំហទ្វាយន្តការ5ម៉ោងក្រោយហ្នឹងគឺនៅតែបន្តរក្សាបែបហ្នឹងចឹងហើយឥឡូវនេះសម្ពាធរបស់ពលរដ្ឋថៃមកលើกองตัวมาเลยរដ្ឋាភិបាលតាក់ទងនឹងរឿងហ្នឹងក៏ជាពិសេសនៅខាងថៃហ្នឹងក៏កាន់តែកើនឡើងដែរដែលជំរុញឲ្យរដ្ឋាភិបាលហ្នឹងបើកទ្វារបើកព្រំដែនទៅមិនឲ្យមានចរន្តសេដ្ឋកិច្ចចរន្តសង្គមឲ្យឡើងវិញចរន្តសង្គមឲ្យឡើងវិញសរុបត្រួសមុននឹងចូលប្រធានបទធំរបស់យើងគឺ
តាក់ទងទៅនឹងរឿងប្រទេសថៃរឿងប្រទេសថៃមកដល់ប្រធានបទធំរបស់យើងនេះបងប្អូនប្រហែលជាដឹងហើយក្រៅតែពីយើងមានវិវាទជាមួយនឹងថៃភ្លើងជាតិនិយមរបស់យើងនឹងកាន់តែឆេះកញ្ជ្រោលណាគ្រប់គ្នានឹងគឺមានសម្លេងតែមួយរួមគ្នាការពារទឹកដីរួមគ្នាការពារបូរណភាពជាតិណារួមគ្នាធ្វើម៉េចដោះខ្លួនចេញពីការប្រមាថមាក់ងាយរបស់អ្នកជិតខាងដែលធ្លាប់តែប្រមាថយើងអញ្ចឹងយើងឃើញថាសម្លេងតែមួយប៉ុន្តែចុងក្រោយប្រហែលថ្ងៃចុងក្រោយនេះជាពិសេសក្រោយពីលោកអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនបច្ចុប្បន្នជាប្រធានសភាប្រធានព្រឹទ្ធសភាបាទថ្លែងនៅខេត្តព្រះវិហារក៏ស្រាប់តែឃើញមានការជជែកគ្នាឡើងវិញអំពីរឿងពាក្យក្បត់ជាតិណាមានតាំងពីរឿងពាក្យដកសញ្ជាតិណាមានតាំងពីរឿងរួបរวมអីហ្នឹងឃើញចេញមកហើយបាទចេញមកជាពិសេសហ្នឹងគឺរឿងពាក្យក្បត់ជាតិនេះឯងអញ្ចឹងហើយរឿងនេះតាមពិតទៅប្រហែលជាអាចតាក់ទងនឹងខ្ញុំខ្លះដែរព្រោះខ្ញុំឃើញអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងគាត់រំលឹកឈ្មោះខ្ញុំនៅក្នុងសម្រាប់ថាប្រកបតាក់ទងទៅនឹងបទវិភាគរបស់ខ្ញុំដែលខ្ញុំនិយាយអំពីសន្លឹកបៀដែលថៃមាននោះអញ្ចឹងហើយខ្ញុំធ្វើវីដេអូនេះមិនមែនមានន័យថាមកឆ្លើយតបជាមួយនឹងគាត់ទេក៏ប៉ុន្តែខ្ញុំក៏មកចង់ជជែកថាហេតុអីបានជាពាក្យក្បត់ជាតិនេះចាប់ផ្ដើមត្រឡប់មកវិញហើយវាមានផលប៉ះពាល់យ៉ាងម៉េចនៅក្នុងនយោបាយកម្ពុជាយើងមើលតាំងខ្ញុំនឹងបង្ហាញខ្លះអំពីប្រវត្តិបង្ហាញខ្លះអំពីនិយមន័យហើយនឹងទស្សនវិជ្ជាច្បាប់មួយចំនួនទស្សនវិជ្ជាច្បាប់មួយចំនួនអាចជាផលប្រយោជន៍ខ្លះសម្រាប់បងប្អូនយកទៅពិចារណាបងប្អូនយកទៅពិចារណាបើយើងមើលប្រវត្តិចុងក្រោយនៃពាក្យថាក្បត់ជាតិណាពាក្យក្បត់ជាតិយើងឃើញថានៅក្នុងសង្គមខ្មែរយើងរាប់ត្រឹមគេហៅប្រវត្តិសាស្ត្រសម័យរាប់ត្រឹមក្រោយយើងទទួលបានឯករាជ្យពីសម័យបារាំងមកគឺសម័យសៀនុយើងឃើញថានៅក្នុងចុងសម័យសៀនុជាពិសេសឆ្នាំ66 67ចិត្តចូលលន់នល់ធ្វើរដ្ឋប្រហារហ្នឹងយើងឃើញថាពាក្យក្បត់ជាតិហ្នឹងចាប់ផ្ដើមមានណាជាពិសេសរដ្ឋាភិបាលសង្គមរាស្ត្រនិយមពេលនោះគឺចាប់ផ្ដើមចោទបញ្ញវន្តដែលមាននិន្នាការសេរីណាដែលមាននិន្នាការសេរីចោទជាជនក្បត់ជាតិហើយយកទៅសម្លាប់ហើយជាទូទៅហ្នឹងឲ្យតែសម្លាប់ពួកបញ្ញវន្តហ្នឹងគឺភាគច្រើនហ្នឹងគឺសម្លាប់នៅតាពាំងកលឹងនៅតាពាំងកលឹងអញ្ចឹងហើយមិនត្រឹមតែសម្លាប់ធម្មតាទេគឺថតជាខ្សែអាត់វីដេអូហ្នឹងគឺដាក់បញ្ចាំងណាមុននឹងបញ្ចាំងកុនហ្នឹងគឺដាក់បញ្ចាំងការសម្លាប់ជាពិសេសលោកសៅងយជាបញ្ញវន្តម្នាក់ជាបញ្ញវន្តសេរីម្នាក់ប៉ុន្តែនៅតាពាំងកលឹងហ្នឹងមានការសម្លាប់បញ្ញវន្តច្រើនអ្នកណាក្នុងនោះដែលយើងចាំបានហ្នឹងគឺមានព្រាបអិនហើយនឹងលោកសៅងយនេះឯងហើយព្រាបអិនហ្នឹងគឺត្រូវបានគេយកមកលេងសើចសឹងតែមកដល់សង្គមបច្ចុប្បន្ននោះគឺគេប្រើពាក្យអិនតាពាំងកលឹងបើជាពាក្យលុយគេឲ្យទៅទាពាក្យអិនតាពាំងកលឹងមានន័យថាអិនតាពាំងកលឹងនោះស្លាប់នៅតាពាំងកលឹងនោះឯងដូច្នេះយើងឃើញថានៅក្នុងសម័យសង្គមរាស្ត្រនិយមហ្នឹងគឺអ្នកដែលត្រូវបានចោទជាជនក្បត់ជាតិភាគច្រើនសិតតែជាបញ្ញវន្តដែលមាននិន្នាការសេរីចោទថារួមគំនិតក្បត់ជាមួយនឹងអាមេរិកកាំងអីជាដើមអញ្ចឹងទៅរហូតមកដល់សម័យលន់នល់ក៏យើងឮពាក្យក្បត់ដែរគឺក្រុមពួកលន់នល់ហ្នឹងចោទក្រុមស្ដេចសៀនុហ្នឹងថាជាជនក្បត់ដែរណាដកសញ្ជាតិសម្ដេចព្រះនរោត្តមសីហនុហ្នឹងក៏ដោយសារតែរឿងពាក្យថាក្បត់ជាតិហ្នឹងដែរឃើញទេតមកពីសម័យមួយមកសម័យមួយរហូតមកដល់សម័យខ្មែរក្រហមចោទពួកណាចោទពួកសាធារណរដ្ឋហ្នឹងចូលជាក្បត់ជាតិដែរណារហូតដល់សម្លាប់ភ្លាមណាស្ដេចសិរីមតៈគណៈអូចេញពីស្ថានទូតបារាំងមកបាញ់ចោលនៅមុខស្ថានទូតបារាំងហ្នឹងតែម្ដងអញ្ចឹងហើយអាពាក្យក្បត់ជាតិនេះដិតដាមពីសម័យមួយមកដល់សម័យមួយរហូតមកដល់សម័យជាស៊ីមហេងសំរិនហ៊ុនសែនដែលយើងសម័យជាទូទៅសម័យរដ្ឋកម្ពុជាសម័យរដ្ឋយើងហៅសម័យរដ្ឋកម្ពុជាអញ្ចឹងទៅក៏ចោលពួកខ្មែរក្រហមនឹងក្បត់ជាតិអញ្ចឹងទៅរហូតមកដល់ក្រមចលនាតស៊ូតាមព្រំដែនណាមានចលនាត្រីភាគីមានសឿនសានសៀមនុខ្មែរក្រហមហ្នឹងក៏ចោទពួករដ្ឋកម្ពុជាហ្នឹងក្បត់ជាតិដែរជារដ្ឋាភិបាលអាយ៉ងយួនអីចឹងសម្រាប់ខ្មែរអញ្ចឹងក្បត់ជាតិឥឡូវនេះរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះនៅក្នុង
ខ្ញុំនិយាយត្រឹមរដ្ឋាភិបាលកម្ពុជាណាគឺចោតក្រុមលោកសំរងស៊ីជាពិសេសក្រុមប្រឆាំងហ្នឹងថាជាក្បត់ជាតិអ្នករងគ្រោះដោយសារតែពាក្យក្បត់ជាតិនេះលោកកឹមសុខានៅជាប់ពន្ធនាគារនៅក្នុងផ្ទះមកដល់សម័យហ្នឹងដោយសារតែចោតលោកកឹមសុខាពីបទសន្តិភាពណាបាទអានតិចហ្នឹងសន្តិភាពហ្នឹងគឺការត្រូវរូវជាមួយនឹងបរទេសនៅក្នុងការធ្វើម៉េចឲ្យមានបន្ទុះសារាយទៅដល់ការឈ្លានពានឬក៏ផលប្រយោជន៍ជាតិអីជាដើមអញ្ចឹងហើយទោសហ្នឹងគឺ15ទៅ30ឆ្នាំបើយោងតាមមាត្រា443នៃច្បាប់ព្រហ្មទណ្ឌ2010ឃើញទេក្រោយទៅពីរឿងលោកកឹមសុខាហ្នឹងបើលោកសំរងស៊ីហ្នឹងបើក្បត់ជាតិគាត់ចោទលោកសំរងស៊ីក្បត់ជាតិហ្នឹងបើសិនជាគិតពីទោសលោកសំរងស៊ីហ្នឹងជាប់គុកពីបជាទៀតកើតមកជាប់ម្ដងទៀតអត់ទាន់រួចផងនឹងប៉ុណ្ណឹងថាជាប់ប្រហែល100ឆ្នាំហើយអ្នកនាំពាក្យផលរដ្ឋាភិបាលឬក៏អ្នកឃោសនិកផលរដ្ឋាភិបាលផលគណៈបព្វជិជនហ្នឹងចោទមិនត្រឹមតែលោកសំរងស៊ីនេះចោទដល់កូនដល់តាដល់ឪក្បត់ជាតិ3ចំនួនហើយសូម្បីតែលោកនាយករដ្ឋមន្ត្រីអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនក៏ទ្រាំផ្លាតពាក្យហ្នឹងដែរសំណើគេហៅវោហារសាស្ត្រនយោបាយបែបហ្នឹងដែរសម្រាប់ខ្ញុំមើលទៅបើយើងមើលប្រវត្តិនយោបាយកម្ពុជាយើងមើលអញ្ចេះយើងមើលសម័យសង្គមរាស្ត្រនិយមដែលមានចោតបញ្ញវន្តជាក្បត់ជាតិណាព្យាយាមកម្ចាត់អ្នកដែលមានមតិផ្ទុយពីសង្គមរាស្ត្រនិយមយើងឃើញថាសួរថាបាត់បញ្ញវន្តសេរីដែលព្យាយាមធ្វើម៉េចឲ្យមានការផ្លាស់ប្ដូរទេអត់បាត់ទេរហូតដល់ពេលនេះមានកម្លាំងឱកាសមកដល់អាមេរិកកាំងជួយពេលនោះតែគេផ្ដល់ជំនួយក៏មានកម្លាំងគ្រប់គ្រាន់នៅក្នុងការធ្វើរដ្ឋប្រហារទម្លាក់ព្រះនរោត្តមសីហនុហើយនៅពេលដែលអស់ជំនួយក៏ខ្មែរក្រហមចូលស្លាប់បន្តគ្នាចឹងទៅចឹងហើយខ្ញុំមកដល់ពេលនេះនៅពេលដែលខ្ញុំឮពាក្យក្បត់ជាតិម្ដងណានិយាយចំណុចត្រង់នេះខាងក្រុមគណៈបព្វប្រឆាំងហ្នឹងក៏ចោទទៅរដ្ឋាភិបាលរងថ្ងៃហ្នឹងក្បត់ជាតិដែរណាអាហ្នឹងយើងនិយាយឲ្យវាយុត្តិធម៌ទាំងអស់គ្នាណាកុំនិយាយចឹងថាពួកគណៈបព្វប្រឆាំងបានគេចោទក្បត់ជាតិហ្នឹងខ្លួនឯងសម្ដែងខ្លួនឯងគិតថាខ្លួនឯងជាជនរងគ្រោះយើងហ្នឹងក៏ចោទរដ្ឋាភិបាលជារដ្ឋាភិបាលក្បត់ជាតិដែរចាហើយសួរនៅពេលដែលយើងនិយាយអ្នកនយោបាយបើយើងនិយាយបច្ចុប្បន្នថាអ្នកនយោបាយទាំងសងខាងចោទគ្នាក្បត់ជាតិនេះយើងរកកន្លែងរួបរวมគ្នាមិនទាំងរដ្ឋាភិបាលក៏ដោយទាំងគណៈបព្វប្រឆាំងក៏ដោយហើយបើយើងពិនិត្យមើលឲ្យច្បាស់ទៅអានេះខ្ញុំនិយាយបែកខាងរដ្ឋាភិបាលទេណានៅក្នុងកៅភ្នែកនៅក្នុងអារម្មណ៍ផងគណៈបកកណ្ដាលអំណាចរបស់រដ្ឋាភិបាលណាខ្ញុំអត់និយាយរួមមន្ត្រីរាជការខ្ញុំនិយាយពីគូបដិបកគូប្រកួតប្រជែងគណៈបកកណ្ដាលអំណាចជាមួយនឹងគណៈបកប្រឆាំងនៅក្នុងកៅភ្នែកនៅក្នុងអារម្មណ៍របស់គណៈបកកណ្ដាលអំណាចថាពួកប្រឆាំងជាពួកបាត់ជាតិអ្នករងគ្រោះក៏មានលោកកឹមសុខាមួយហើយជាផុសតាំងស្រេចក៏ប៉ុន្តែមិនមែនមានន័យថានៅក្នុងកៅភ្នែកនៅក្នុងអារម្មណ៍របស់ពលរដ្ឋពួកប្រឆាំងជាពិសេសលោកសំរងស៊ីជាជនក្បត់ជាតិទេណាអាហ្នឹងយើងបែងចែកឲ្យច្បាស់កន្លែងហ្នឹងយើងបែងចែកឲ្យដាច់កន្លែងហ្នឹងហើយរដ្ឋាភិបាលអ្នកនយោបាយទាំងប្រឆាំងទាំងមិនប្រឆាំងហ្នឹងក៏ត្រូវពិចារណាដែរបើសិនជាក្នុងករណីក្នុងភ្នែករបស់ពលរដ្ឋលោកសំរងស៊ីជាជនក្បត់ជាតិណាខ្ញុំថារដ្ឋាភិបាលបច្ចុប្បន្នឬក៏រដ្ឋាភិបាលអាណត្តិមុនមិនពិបាកទេព្រោះខ្ញុំជឿថាបើពលរដ្ឋគិតថាអ្នកណាមួយក្បត់ជាតិហើយគាត់ជាអ្នកកាត់សេចក្តីទេព្រោះនៅក្នុងប្រទេសប្រជាធិបតេយ្យពលរដ្ឋមានសិទ្ធិនៅក្នុងការកាត់សេចក្តីបញ្ចប់ជីវិតនយោបាយជនក្បត់ជាតិណាហេតុអីបានយើងមិនអនុញ្ញាតឲ្យលោកសំរងស៊ីចូលស្រុកចូលរួមការបោះឆ្នោតប្រគល់ប្រជែងនៅត្រឹមត្រូវទៅតែឥឡូវនេះអ្វីដែលកើតរឿងតាក់ទងទៅនឹងពាក្យថាក្បត់ជាតិអីត្រឡប់មកវិញហ្នឹងគឺដោយសារតែបទវិភាគរបស់ខ្ញុំខ្លះណាដែលអាចថាជាការធ្វើឲ្យពាក្យនឹងត្រឡប់មកវិញដោយសារមានប្រតិកម្មពីអតីតនាយករដ្ឋមន្ត្រីជាដើមឡើងហ្នឹងគឺការដែលខ្ញុំវិភាគជាសេណារីយ៉ូទេថាបើសិនជាក្នុងករណីលោកសំរងស៊ីចូលស្រុកថៃពេលនេះហ្នឹងគឺថៃនឹងបើកទ្វារស្វាគមន៍ហើយព្រោះគេដឹងថាលោកសំរងស៊ីហ្នឹងជាគូប្រកួតប្រជែងជាសត្រូវនយោបាយជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអំឡុងពេលដែលថៃនឹងកំពុងតែចាញ់ប្រៀបកម្ពុជាប៉ុន្តែវាអាស្រ័យលោកសំរងស៊ីទេវាមិនមែនអាស្រ័យទៅលើការវិភាគរបស់ខ្ញុំទេមកដល់ពេលនេះលោកសំរងស៊ីអត់ទាន់ឃើញបង្ហាញពីសញ្ញាណថាខ្លួននឹងចង់ចូលមកស្រុកថៃឬក៏មិនចង់ចូលឬក៏ចូលកម្ពុជាមិនចូលគាត់អត់មានផ្ដល់សញ្ញាណអីទេឃើញវាយប្រហារទៅតាមបណ្ដាញសង្គមរបស់គាត់ហ្នឹងឯងប៉ុន្តែមិនទាន់ឃើញមានផ្ដល់សញ្ញាណថាអូយមកលេង
អ្នកទេសចរមកស្រុកថៃឬក៏ចុះមកសួរសុខទុក្ខពលករអីក្នុងអំឡុងពេលដែលថៃកម្ពុជាមានចំនួនអីក្នុងនាមជាអ្នកនយោបាយអត់ទាន់ឃើញមានសញ្ញាណាទាំងអស់ឬក៏ថាมันមកចូលថៃក៏លោកសំរងស៊ីក៏វាយមកដុំអាស៊ីណាមកសិង្ហបុរីមកម៉ាឡេអីចឹងមកក្នុងនាមជាអ្នកទេសចរក៏មិនទាន់ឃើញសញ្ញាដែរក៏ប៉ុន្តែគ្រាន់តែថាឃើញមានប្រតិកម្មហ្នឹងថាបើមកចូលតាមថៃមកគឺB21 ប្រហែល30-40កញ្ច្រែងអញ្ចឹងទៅចឹងហើយគ្រាន់តែថានេះជាក្រៅតែពីរឿងវិវាទរវាងថៃនិងខ្មែរហ្នឹងយើងឃើញមានផ្ទៃក្នុងយើងហ្នឹងក៏ចាប់ដើមក៏ក្រើកឡើងវិញប៉ុន្តែអ្វីដែលជាចំណុចវិជ្ជមានមួយទៀតដែលខ្ញុំចាប់អារម្មណ៍ដែរហ្នឹងក៏ឃើញមានពាក្យរួបរวมជាតិដែរបង្រួបជាធ្លុងមួយហើយមុននេះប្រហែលជា1ម៉ោងជាងហ្នឹងក៏ឃើញเพจរបស់ប្រធានព្រឹទ្ធសភាเพจមួយឈ្មោះថាសម្ដេចហ៊ុនសែនកម្ពុជាហ្នឹងក៏សរសេរថាសូមឲ្យពលរដ្ឋខ្មែររួមគ្នាជាធ្លុងមួយនៅក្នុងការទប់ស្កាត់ការឈ្លានពានរបស់ចៅថៃចៅឈ្លានពានថៃក៏ឃើញមានពាក្យរួបរวมហ្នឹងដែរក៏ប៉ុន្តែគ្រាន់តែក៏មានការបកស្រាយដែរថារួបរวมតែពួកដែលណាជាអ្នកមានអ្នកនយោបាយមាននិន្នាការផ្សេងនៅក្នុងស្រុកហើយកំចាត់ណាសាររបស់អតីតនាយករដ្ឋមន្ត្រីក្នុងកម្មវិធីខួប74ឆ្នាំនៃគណៈបព្វជិជនហ្នឹងក៏លើកឡើងដែរថាកំចាត់ពួកជ្រុលនិយមក្រៅច្បាប់អីជាដើមអញ្ចឹងហើយវាអត់មានសញ្ញាណាមួយដែលឃើញថាមាត់ហ្នឹងវាបង្រួមប៉ុន្តែករណីជាក់ស្ដែងវាអត់ឃើញមានប៉ុន្តែខ្ញុំគិតថាវាជាពេលវេលាមួយដែលយើងគួរតែជជែកគ្នារឿងហ្នឹងឡើងវិញដែរខ្ញុំគិតថាក្នុងកលៈទេសៈនេះអាចជាសំណើរបស់ខ្ញុំថាបើយើងនិយាយអំពីយុទ្ធសាស្ត្រយើងនិយាយអំពីទេពកោសល្យនៅក្នុងការធ្វើនយោបាយខ្ញុំទទួលស្គាល់ទេពកោសល្យរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនប្រធានព្រឹទ្ធសភាបច្ចុប្បន្នមានស្នាដៃមួយចំនួនធំនៅក្នុងការដឹកនាំជាតិចុងក្រោយជាពិសេសការបង្រួមការធ្វើសមារណកម្មបង្រួមជាតិនិងបង្រួមទឹកដីជាមួយនឹងខ្មែរក្រហមណាដោយប្រើយុទ្ធសាស្ត្រឈ្នះឲ្យជាដើមឡើងប៉ុន្តែឥឡូវនេះហេតុអីបានជាខ្ញុំលើករឿងនេះឡើងខ្ញុំគិតថាវាគួរតែដល់ពេលវេលាមួយដែលលោកនាយករដ្ឋមន្ត្រីអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនប្រើយុទ្ធសាស្ត្រអីក៏ដោយខ្ញុំថាយុទ្ធសាស្ត្រ IF ដែលធ្លាប់បានប្រើតាំងពីឆ្នាំ2017អីហ្នឹងមករហូតមកដល់បច្ចុប្បន្ននៅក្នុងការធ្វើម៉េចisolate and finish ណាយុទ្ធសាស្ត្រ IF ដែលធ្លាប់ប្រើហ្នឹងគឺខ្ញុំគិតថាដល់ពេលវេលាដែលគួរដកយុទ្ធសាស្ត្រហ្នឹងចេញហើយប្រើប្រាស់យុទ្ធសាស្ត្រឈ្នះឬក៏បង្កើតនៅវប្បធម៌សន្តានាឡើងវិញអានេះជាសំណូមពរក្នុងនាមជាអ្នកជាកូនខ្មែរម្នាក់ក៏ជាអ្នកដែលតាមដានកិច្ចការងារនយោបាយព្រោះនៅពេលដែលខ្ញុំឮពាក្យថាក្បត់ជាតិនេះខ្ញុំជិតនឹកឃើញកង់ប្រវត្តិសាស្ត្របារម្ភកន្លែងលោកកង់ប្រវត្តិសាស្ត្រវាវិលមកចំណុចចុងក្រោយយើងឃើញហើយក្រោយទៅពីបើយើងបើកមុខកញ្ចក់ត្រឡប់ទៅក្រោយបន្តិចពីរឿងសម័យសង្គមនិយមនៅក្នុងប្រវត្តិសាស្ត្រកាលពីសម័យសង្គមនិយមគ្មាននរណាសម័យថាមានអ្នកដែលអាចផ្ដួលរំលំរបបប្រជានិយមបានទេគ្មានអ្នកណាអាចផ្ដួលរំលំរបបសង្គមរាស្ត្រនិយមបានទេព្រោះសម្ដេចព្រះនរោត្តមសីហនុពេលនោះលោកមានស្នាដៃធំណាស់ក៏ប៉ុន្តែនៅពេលដែលចុងសម័យសង្គមរាស្ត្រនិយមហ្នឹងអំពើពុករលួយកើតឡើងខ្លាំងការបំពេញទៅលើដណ្ដើមយកដីពីពលរដ្ឋអីជាដើមឡើងហ្នឹងកើតឡើងខ្លាំងណាទឹកចិត្តរាស្ត្រចាប់ផ្ដើមអស់សង្ឃឹមចាប់ផ្ដើមខឹងនឹងសម្ដេចព្រះនរោត្តមសីហនុហើយទន្ទឹមនោះសម្ដេចព្រះនរោត្តមសីហនុចាប់ផ្ដើមចូលទៅច្រៀងអីចឹងទៅបង្កើតទៅលេងសិល្បៈលេងអីជាដើមឡើងដើម្បីដោះស្រាយបញ្ហាណារហូតដល់មានពាក្យមួយដែលលោកប្រើថាស្អីច្រៀងបំពេខ្លានោះច្រៀងបំពេមហាអំណាចជាដើមអាហ្នឹងបងប្អូនអ្នកសិក្សាពីប្រវត្តិសាស្ត្រហ្នឹងអាចមានភាពស៊ីជម្រៅជាងខ្ញុំក៏ប៉ុន្តែខ្ញុំនិយាយត្រួសនៅក្នុងនេះគឺនៅពេលដែលពីចំនួនមួយចោតគ្នាថាជាជនក្បត់ជាតិហើយបើចោតទៅវាបាត់កម្លាំងដែលមានមតិផ្ទុយទៅមិនទេវាអត់មានឥឡូវហ្នឹងដូចគ្នាដែរសួរថាចោតលោកកឹមសុខាឥឡូវលោកកឹមសុខាជាប់ជាជនក្បត់ជាតិលោកសំរងស៊ីក៏ត្រូវមានប្រទេសខ្លួននៅក្រៅប្រទេសហើយក៏ត្រូវបានគេចោទថាជាជនក្បត់ជាតិ3ចំនួនអីជាដើមប៉ុន្តែសំណួរសួរថាចលនាប្រឆាំងឬក៏អ្នកដែលមានមតិផ្ទុយហ្នឹងបាត់ចេញពីកម្ពុជាទេបាត់ចេញពីកម្ពុជាទេកម្លាំងបើយើងនិយាយពីឆ្នាំ2013កម្លាំងដែលមានការគ្រប់គ្រងគណៈបព្វប្រឆាំងជិតពាក់កណ្ដាលប្រទេសដែរណា
nâng mình toàn bột cho bôi nâng pa nhiều von để sầm ngom đâu mình toàn phải tranh mà tết cầm đất cho bò lấy phong buộc kia là vô là đường chỉ phải phía phải chợ đào nè chạy đăng mà cho luôn cái yol ai khóc ai trâu chẳng hay ở đây sầm khăn cứ anh ấy trong này dây tại phần này khang rọt bị bà sấn ta bờ sân chỉ ai cho nên sầm nòng po nòng niêm chỉ cồn không ai mà nét nòng niêm chỉ nét đây sờ lanh cái càng nghĩaสังคมนโยบายhay mình chọn khơi Campuchia vươnเลยโจnòng con một bọt sạt đảo trong thác ca đọ miệt tra bay rồi buồn rồi sai sập rồi hồ đọ buồn rồi sai sập buồn nó không rọt thầm rồi chỉ nằm bị bọn đọ bị rương tổ bọt chiết bị rương ấy chỉ đam lặng lặng nhưng cái thằng nó chui sầm ruồi tràn này tìm mồi tí pi vàoประท้วงสันติเดชลบเคยทับปรวัตมันแม่เด็กชมเด้เนี่ยตามด้านกิจการเงินนโยบายจัดตุ้มนโยบายน้องๆยังเคยลงเด็ดเรามองหายได้เชี่ยจัดตุ้มนโยบายเชี่ยปัญญาบอลเชิงจามเนี่ยกอดสำได้การเตะอ้อเราเป็นได้เคยงานนโยบายจะไปเสกโลกซ้ำรังซีจมูกหนึ่งโลกนโยบายรัฐแต่การนโยบายรัฐคนสายบานปราบประท้วงสันติน้องๆกาจะเจย์วันในกรอยม้อยังเคยมีการใบบัตรตัวเองประท้วงสันติในการลาบานระยะไกลhay mùa hè nó cứ đời xa tại mình nó cứ vô mà ở đây riêng luôn nó mà ở đây riêng luôn cho mình bật tu hàng nào thế có bạn đấy trong tha ở đây sầm khăn chỉ chụp nơi cứ lư cứ cả đo thôi mà chụp hiền cả đo thôi mà chụp hiền chỉ biết xe cứ bây giờ này dây bị hàng nè phải trang vĩnh mọt và pet và bao ọt và dòi nó có cua từ bật thổiรวมมาดองเตอเซรวมเตอมาดองเตอนี่เตอมาดองเตอโนเตอนั่งปะทอยบ้านปะทอยรวมจอจาเนี่ยไม่ไปยังเจละโหดอันนั้นไปข้างประชังแต่ខ្ញុំដឹងថាសំណេរ caption ខ្លីៗហ្នឹងខ្ញុំនិយាយដែរเลยហ្នឹងបងប្អូនអ្នកប្រឆាំងខឹងក៏ខឹងទៅពួកខ្ញុំអត់មែនជាសមាជិកគណៈបព្វប្រឆាំងអីទេណាដឹងហើយពីកាលពីមានបញ្ហាប្រហែលខែមុនហ្នឹងគឺខ្ញុំហ្នឹងត្រូវបានបដិសេធមិនឲ្យចូលរួមជាមួយនឹងចលនាប្រឆាំងទេប៉ុន្តែខ្ញុំនៅតែស្រឡាញ់ប្រជាធិបតេយ្យនៅតែស្រឡាញ់នយោបាយចង់ឃើញកម្ពុជាមានភាពថ្លៃថ្នូរណារស់នៅជាប្រជាជាតិមួយដែលមានសេចក្តីថ្លៃថ្នូរហើយតើមានការរួបរวมហ្នឹងឯងអ្នកនយោបាយដែលមានទ្រព្យនយោបាយធំទាំងពីរប៉ុន្តែឃើញឥឡូវនេះ Facebook គេហៅការធ្វើនយោបាយអនឡាញហ្នឹងក៏មានឥទ្ធិពលដែរណាក៏មានឥទ្ធិពលដែរអញ្ចឹងហើយការប្រើប្រាស់សម្លេងនៅលើ Facebook នេះសំខាន់ណាស់ហើយខ្ញុំឃើញ caption ខ្លីៗនៅលើ page លោកប្រធានសំរងស៊ីខ្ញុំមិនដែលគិតថានឹងជាសម្លេងរបស់គាត់ទេប៉ុន្តែបើសម្លេងវែងមានលក្ខណៈបច្ចេកទេសណាគឺតែយើងមើលមកដឹងថាអ្នកនយោបាយជាន់ខ្ពស់ហ្មងអាហ្នឹងខ្ញុំគិតថានឹងសម្លេងរបស់លោកសំរងស៊ីប៉ុន្តែបើទៅសេខ្លប caption ខ្លីៗទៅសេពាក្យខ្លីៗបឈឺណាម្ដងរួបរวมម្ដងលុបម្ដងអីហ្នឹងអាហ្នឹងគឺអ្នកកាន់ page ហ្នឹងហ្មងហើយអ្នកកាន់ page ហ្នឹងមិនដឹងថាអារម្មណ៍ក្នុងខ្លួនហ្នឹងយ៉ាងម៉េចទេជួនកាលងើបមកមួទៅសេទៅណាអាហ្នឹងសំខាន់ណាស់បើសិនជាយើងមានឱកាសនៅក្នុងការគ្រប់គ្រង page មេដឹកនាំនយោបាយម្នាក់ហើយយើងយកមកសរសេរផ្ដេសផ្ដាស់អញ្ចឹងអាហ្នឹងវាធ្វើឲ្យខូចអស់យន្តការមួយដែលអាចនឹងមានការបង្រួមនឹងអាចធ្វើឲ្យអ្នកនយោបាយជាន់ខ្ពស់ទាំងពីរនេះអាចជជែកគ្នាបានហើយយើងទៅសរសេរកាត់បចោលអញ្ចឹងហើយយើងគ្រាន់តែជាសកម្មជននយោបាយម្នាក់ដែលទៅសរសេរធ្វើឲ្យវាខូចប្រយោជន៍អស់អាហ្នឹងខ្ញុំមិនដឹងថាថ្នាក់ដឹកនាំគណៈបកប្រឆាំងជាពិសេសអ្នកនៅជុំវិញគោរពស្រឡាញ់លោកប្រធានសំរងស៊ីហ្នឹងគួរពិចារណាឡើងវិញចំណុចហ្នឹងខ្ញុំក៏ជាមនុស្សដែលស្រឡាញ់គោរពស្រឡាញ់លោកសំរងស៊ីខ្ញុំគោរពវីរភាពគាត់ដែរជាអ្នកតស៊ូនៅក្នុងឆាកនយោបាយដែលស្អាតស្អំនៅក្នុងប្រវត្តិសាស្ត្រខ្មែរពិបាករកប៉ុន្តែខ្ញុំឃើញភាពស្លូតរបស់គាត់បានធ្វើឲ្យណានិយាយឲ្យវាអស់ទៅថាឥឡូវនេះគឺលោកប្រធាននឹងហាក់ដូចជាខ្លាយទៅជាចំណាប់ខ្មាំងរបស់ជាពិសេសអ្នកក្រុមអ្នកនយោបាយអត់វិន័យមួយចំនួនណាអាហ្នឹងហើយដែលខ្ញុំអ្វីដែលខ្ញុំស្ដាយខ្ញុំនិយាយនេះមិនមែនស្ដីបន្ទោសទេខឹងសម្បាក៏ខឹងចុះប៉ុន្តែអ្វីដែលខ្ញុំស្ដាយឱកាសនៃការរួបរวมរវាងកម្លាំងទាំងពីរជាពិសេសកម្លាំងប្រឆាំងជាមួយនឹងកម្លាំងរដ្ឋាភិបាលដែលដឹកនាំប្រទេសសប្តាហ៍ថ្ងៃវាជាឱកាសមួយដែលអាចឲ្យពួកគាត់ទាំងពីរហ្នឹងទៅជែកគ្នាបានបោះដៃរគ្នាបានប៉ុន្តែយើងនេះវាទៅសេផ្ដេសផ្ដាស់ឌៀមដាមទៅជេទៅអីយ៉ាងមិនមើលតែកំហុសរបស់អ្នកកាន់អំណាចទេបើយើងនិយាយរាល់ថ្ងៃនេះសំណួរសួរថា
អ្នកណាក៏បត់ជាតិឲ្យពិតប្រាកដគ្មាននរណាឆ្លើយបានទេខាងគណៈបកកម្មាទៅថាខាងបកប្រឆាំងក្បត់ជាតិទៅខាងបកប្រឆាំងថាគណៈបកកម្មាក្បត់ជាតិទៅវារកអ្នកស្រឡាញ់ជាតិស្នេហាជាតិអត់បានចឹងហើយវារឿងនយោបាយសុទ្ធដែលយើងអាចដោះស្រាយគ្នាបានវាគ្មានក្បត់ជាតិអីពិតប្រាកដទេប៉ុន្តែបំឡងពេលដែលអ្នកដឹកនាំអាចមានឱកាសនៅក្នុងការជជែកគ្នាបានហើយណាមួយវ័យគាត់ផងដែលអាចណាជជែកគ្នាទោះបីជាមិនយកមិនត្រូវគ្នាឲ្យ 100% ក៏ដោយជាសារជាតិអ្នកទាំងពីរខ្ញុំដឹងថាមិនត្រូវគ្នាប៉ុន្តែជាឱកាសមួយដែលអាចជជែកគ្នាឲ្យបង្កើតនៅគេ space political space ជាវេទិកានយោបាយមួយសម្រាប់អ្នកបន្តវេនផុសគណៈបព្វប្រឆាំងនៅក្នុងការត្រឡប់ទៅកម្ពុជាដើម្បីចូលរួមប្រកួតប្រជែងតាមសន្តិវិធីណាហើយតិចមកសម័យទៅបង្កើតកងទ័ពតាមព្រំដែននៃវាយផ្ដួលរដ្ឋាភិបាលកុំសង្ឃឹមវាហួសសម័យទៅហើយសេណារីយ៉ូមួយដែលខ្ញុំនិយាយជារឿយថាលោកសំរងស៊ីចូលទៅតាមថៃនឹងអាចមានចលនាធ្វើឲ្យកើនឡើងពីកន្លែងមួយទៅកន្លែងមួយដែរយ៉ាងម៉េចអានឹងគ្រាន់តែជាសេណារីយ៉ូមួយទេប៉ុន្តែគ្រប់គ្នាចង់ឃើញថាអ្នកនយោបាយចំនួនថ្មីនឹងចូលទៅប្រកួតគ្នានឹងតាមរយៈការបោះឆ្នោតពលរដ្ឋជាអ្នកសម្រេចចិត្តហើយអ្នកដែលទៅសេក្នុងเพจលោកប្រធានសំរងស៊ីនឹងសិតជាអ្នកដែលចង់បន្តវេនដែរទេចង់ទៅប្រកួតប្រជែងជាមួយនឹងក្រុមអ្នកនយោបាយគណៈបព្វជិជនដឹកនាំដោយលោកហ៊ុនម៉ាណែតដែរទេប៉ុន្តែនៅពេលដែលយើងទៅសេផ្ដេសផ្ដាស់ចឹងវាខូចនយោបាយផុសថ្នាក់ដឹកនាំអស់អានឹងយើងកុំបន្ទោសទៅគណៈបកកណ្ដាលអំណាចយើងមើលខ្លួនឯងដែរណាយើងមើលខ្លួនឯងដែរទៅសេបែបរាយមាយផ្ដេសផ្ដាស់ហ្នឹងឥឡូវទៅដោះស្រាយមកឥឡូវយើងប្រខូចឲ្យវាមានបញ្ហាអស់គ្រប់គ្នាចង់ឲ្យធ្វើម៉េចឲ្យអ្នកនយោបាយទាំងពីរហ្នឹងអាចមានឱកាសជជែកគ្នាហើយខ្ញុំជឿថាលោកកូនលោកសំរងស៊ីសំសរំជាមួយនឹងហ៊ុនម៉ាណែតនៅមានតំណែងតំណងគ្នាតាធ្លាប់ផ្ញើអ៊ីមែលរបស់យើងកន្លងមកយើងដឹងសិតតែមាន channel មានមធ្យោបាយនៅក្នុងការជជែកគ្នាតាប៉ុន្តែពេលយើងយកអារម្មណ៍ខ្លួនឯងជាសកម្មជនទៅចាក់ចូលនៅក្នុង page មេនិយាយផ្ដេសផ្ដាស់ខូចខ្ញុំមើលទៅខូចនយោបាយអស់ខូចនយោបាយអស់ខ្ញុំជាអ្នកដែលជំរុញខ្ញុំអត់មានត្រូវការទេធ្វើម៉េចឲ្យតែបានអ្នកនយោបាយនឹងត្រូវគ្នាមានឱកាសត្រឡប់ទៅកម្ពុជាប្រកួតប្រជែងនៅស្មើមុខស្មើមាត់ឲ្យពលរដ្ឋជាអ្នកកាត់សេចក្តីទៅអ្នកណាមានសមត្ថភាពអ្នកណាឈ្នះណាប៉ុន្តែខ្លះក៏ហ្នឹងហើយក៏មានទស្សនៈដែរខ្ញុំឃើញនៅក្នុង comment នេះថាក៏ទៅជឿឲ្យហ៊ុនសែនទៅនឹងហ៊ុនសែនចាប់ដាក់គុកអស់លើប៉ុន្តែសំណួរសួរថាយើងម្ដងធ្វើនយោបាយពីក្រៅប្រទេសនឹងអស់មួយជីវិតឬក៏យ៉ាងម៉េចចុះពលរដ្ឋដែលចិញ្ចឹមចិត្តផ្ដល់ក្តីសង្ឃឹមឲ្យអ្នកនយោបាយក្រៅប្រទេសថ្នាក់ដឹកនាំដែលធ្លាប់ផ្ដល់ក្តីសង្ឃឹមឲ្យគាត់គិតយ៉ាងម៉េចឥឡូវគាត់នៅក្នុងស្រុកត្រូវសួរដែរណាក្រៅទៅពីរក្សាសុវត្ថិភាពអីខ្លួនឯងក្នុងនាមជាអ្នកនយោបាយក៏ត្រូវគិតពីអ្នកគ្រប់គ្រងតែសុខទុក្ខគាត់យ៉ាងម៉េចដែរបើមិនចឹងទេកុំធ្វើនយោបាយហ្នឹងយើងគ្រាន់តែមករកស៊ីមករស់មិនចាំបាច់មកក្រៅប្រទេសទេដូច្នេះហើយសម្រាប់ខ្ញុំត្រឡប់មកវិញទី1គឺការដកថយម្នាក់មួយជំហាននិយាយចឹងខ្ញុំមិនមានសមត្ថភាពទេក្នុងការបដៅអ្នកនយោបាយជើងចាស់ទាំងពីររូបទេប៉ុន្តែគ្រាន់តែជាអ្នកជាកូនខ្មែរម្នាក់ដែលចង់ឃើញថាឲ្យវាមានការរួបរวมពិតប្រាកដកុំឲ្យតែមានតែមាត់ការរួបរวมពិតប្រាកដនេះគឺខ្ញុំមើលទៅអត់មានជំរឿនអីក្រៅតែពីលោកប្រធានសំរងស៊ីជាមួយនឹងលោកប្រធានប្រសិទ្ធិសម្ដេចហ៊ុនសែនហ្នឹងមានឱកាសក្នុងការជជែកគ្នាឡើងវិញទៅជជែកគ្នាមិនត្រូវក៏មិនត្រូវចឹងទៅប៉ុន្តែយ៉ាងហោចណាស់ក៏បានជជែកគ្នាហើយបើយើងប្រើវោហារសាស្ត្រនៅក្នុងបណ្ដាញសង្គមវាយតគ្នាចេះហើយទាំងសងខាងខ្ញុំមើលបើយើងនិយាយពីប្រវត្តិទោះបីប្រើមធ្យោបាយបែបណាក៏ដោយវាអត់បាត់ទេអ្នកប្រឆាំងដូចស្មៅជើងក្រាស់ចឹងអ្នកដែលមាននិន្នាការផ្ទុយដូចស្មៅជើងក្រាស់ភ្លើងឆេះព្រៃមិនក៏នៅតែលាស់ឡើងវិញហើយពេលមានភ្លៀងចឹងហើយវាអាចត្រឡប់ចូលទៅកង់ប្រវត្តិសាស្ត្រសម័យសេនោះកាលពីសម័យសង្គមរាស្ត្រនិយមគ្មានអ្នកណាសម័យថានឹងផ្ដួលរបបរាជានិយមបានទេប៉ុន្តែនៅលន់នល់នៅធ្វើរដ្ឋប្រហារបានចុងបញ្ចប់ខ្មែរធ្លាក់ចូលទៅក្នុងសង្គ្រាមត្រជាក់ខ្ទេចខ្ទីអស់ស្លាប់មនុស្ស2-3លាននាក់ងាប់បញ្ញវន្តអស់ដូច្នេះហើយខ្ញុំថាអ្វីដែលសំខាន់គឺបើសិនជាអាចទី1គឺណាការពារធ្វើម៉េចកុំឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងកង់ប្រវត្តិសាស្ត្រឡើងវិញទៅជន់ដានចាស់ឡើងវិញ
ទី2ហ្នឹងការបង្រួមជាធ្លុងមួយឲ្យពិតប្រាកដក៏ប៉ុន្តែត្រូវមានលក្ខខណ្ឌទាំងសងខាងដែរដូចខ្ញុំលើកឡើងអញ្ចឹងថាទី1អ្វីដែលសំខាន់គឺកាត់បន្ថយវោហារសាស្ត្រដែលបង្កើតការឈឺចាប់ហើយនឹងការបន្ទុកចិត្តគ្នាគណៈបព្វជិជនចូលចិត្តណាស្អីគេពួកក្បត់ជាតិ3ចំនួនតន់ដិតក្បត់ជាតិ3ចំនួនហ្នឹងហើយដែលធ្វើឲ្យវាពិបាកក្នុងការជជែកហ្នឹងខាងនិយាយខាងគណៈបកកណ្ដាលអំណាចប៉ុន្តែខាងគណៈបកប្រឆាំងក៏ដូចគ្នាដែរវោហារសាស្ត្ររាយមាយធ្វើឲ្យកើតនៅការចំអកលកលើយប្រឈឺចិត្តជេរបចោហ្នឹងក៏យើងត្រូវបន្ថយដែរហើយក្នុងដំណាក់កាលសំខាន់ដែលជាតិកំពុងតែត្រូវការអ្នកនយោបាយទាំងពីររួមគ្នាបែបនេះអ្នកដែលមានវោហារសាស្ត្រនយោបាយផ្ដេសផ្ដាស់ហ្នឹងបន្ថយទៅសុំវបើមិនអញ្ចឹងទេពួកខ្ញុំជឿថាអ្នកនយោបាយទាំងពីររូបមើល Facebook មើលដូចគ្នាហ្នឹងជួនកាលអាហ្នឹងវាប៉ះពាល់អារម្មណ៍ឈានទៅដល់ការប៉ះពាល់ទៅដល់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអីដែរដូច្នេះហើយសរុបមកវិញខ្ញុំគិតថាឥឡូវនេះបើយើងនិយាយពីពាក្យក្បត់ជាតិយើងនិយាយពីរឿងពាក្យក្បត់ជាតិនេះគឺមានគ្រប់ចំនួនបងប្អូនមានគ្រប់ចំនួនហើយចោតគ្នាអញ្ចឹងខ្មែរហ្នឹងគឺចោតសម្លាប់ណាសម័យសេលូចោតបញ្ញវន្តសម្លាប់ព្រៀបអិននេះសិតជាអ្នកចេះដឹងសៅងុយអីជាមនុស្សសុភាពរៀបសារយើងទៅមើលប្រវត្តិគាត់ទៅត្រូវបានគេចងបាញ់ចោលត្រូវបានថតដាក់វីដេអូសម័យស្ដេចសេនុហ្នឹងហើយសួរថាបត់អីគេបត់ក្បត់ជាតិណាក្បត់ជាតិងាប់បញ្ញវន្តមកកកោកបាញ់ចោលនៅទៅពាំងកលឹងមកដល់សម័យលន់នល់ចោតក្រមសេនុរាជានិយមនឹងក្បត់ជាតិម្ដងបោះភាសាដល់មកដល់សម័យខ្មែរក្រហមទម្លាក់លន់នល់ទៅដាក់ភាសាទៀតអស់អានឹងអស់ធ្ងន់ហ្មងសិតតែក្បត់ជាតិសិតតែចោតក្បត់ជាតិទាំងអស់ហើយស្រួលចោតដែរអ្នកមានអំណាចដៃក្នុងរដ្ឋអ្នកមានអំណាចកាន់អំណាចរដ្ឋកាន់កងទ័ពកាន់អីចឹងទៅចោតឲ្យសម្លាប់បានប្រើប្រាស់យន្តការរដ្ឋក្នុងការសម្លាប់ទៅប៉ុន្តែអ្នកប្រឆាំងក៏ចោតតែក្បត់ជាតិចឹងទៅប៉ុន្តែដោយសារខ្លួនមិនមានអំណាចរដ្ឋចោតជេរចឹងទៅបច្ចុប្បន្នយើងឃើញហើយរដ្ឋាភិបាលចោតចាប់ចោតរត់ទាន់អានឹងតាមនឹងទៅហើយខាងបកប្រឆាំងឲ្យចោតជេរចឹងទៅអាក្បត់ជាតិអីចឹងទៅពួយប៉ុន្តែបើសិនជាមើលទៅដូចមិនដឹងថាអ្នកណាស្រឡាញ់ជាតិបើតាមមើលទៅក៏ចោតគ្នាយ៉ាងនេះចឹងហើយខ្ញុំថាការជជែកគ្នាប៉ុណ្ណេះគ្រាន់តែជាគាត់ជាចំណុចចាប់ផ្ដើមថាយ៉ាងហោចណាស់សូមឲ្យពិចារណាជាពិសេសការឈានទៅដល់ការចរចាមិនអាចប្រើប្រាស់ពាក្យជេរប្រមាថអីឌឺដងទៅជេរដាក់លក្ខខណ្ឌអីច្រើនពេកចូលទៅជែកគ្នាសិនណាចូលទៅជែកគ្នាសិនមើលជាពិសេសខាងគណៈបព្វប្រឆាំងខ្ញុំឃើញបរោះហើយណាសូមឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់បានចរចាគ្នាបានរួបរวมគ្នាបានមើលដកលក្ខខណ្ឌហ្នឹងសិនមើលឲ្យតែបានអង្គុយទៅជែកគ្នាសិនហើយចាំយកលក្ខខណ្ឌហ្នឹងទៅដាក់លើតុវិញកុំដាក់លើ Facebook ទៅខាងរដ្ឋាភិបាលក៏ដូចគ្នាបើសិនជាអាចណាដកអាកំចាត់ពួកក្រមឧទាមជ្រុលនិយមហ្នឹងដកពាក្យហ្នឹងចេញទៅខ្ញុំថាវាអាចមកទៅជែកគ្នាបានដែរប៉ុន្តែបើថានៅតែពាក្យហ្នឹងទេអាហ្នឹងគឺវាសនារបស់ប្រទេសខ្មែរហ្នឹងគឺអាចនឹងត្រឡប់ចូលជាន់កងប្រវត្តិសាស្ត្រអាចត្រឡប់ចូលជាន់កងប្រវត្តិសាស្ត្រណាគ្មានយើងជឿទៅលើអធិស្ដីគ្មានអីអមតៈណាចឹងហើយខ្ញុំថ្ងៃនេះខ្ញុំគិតថាដោយសារតែពាក្យក្បត់ជាតិហ្នឹងវាត្រឡប់មកវិញហើយអ្នករងគ្រោះដោយសាររឿងក្បត់ជាតិហ្នឹងក៏ជាពិសេសមេដឹកនាំនយោបាយលោកកឹមសុខាទោះបីជាខ្ញុំមិនសូវពេញចិត្តរបៀបធ្វើនយោបាយលោកកឹមសុខាក៏ដោយក៏ប៉ុន្តែខ្ញុំក៏អត់ចង់ឃើញអ្នកនយោបាយជាប់ទោសដោយសារក្បត់ជាតិដែរព្រោះអ្នកជានិស័យជាអ្នកដែលចូលចិត្តនយោបាយចូលចិត្តសង្គមណាគ្មាននរណាចង់ធ្វើនយោបាយដើម្បីខ្លាចជាជនក្បត់ជាតិទេអាហ្នឹងតលអ្នកនឹងឆ្លងកាត់ដូចខ្ញុំដូចអីខ្ញុំក៏មិនមានបទពិសោធន៍នយោបាយអីច្រើនជាអ្នកសិក្សារៀនសូត្រអំពីបញ្ហាសង្គមនយោបាយប៉ុន្តែចិត្តដែលដើរលើផ្លូវនេះណាគ្មាននរណាមានចេតនាទៅបំផ្លាញជាតិទេសិតតែចង់ចូលរួមចំណែកទាំងអស់ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមមានគូប្រកួតប្រជែងនយោបាយគូប្រកួតប្រជែងហ្នឹងអ្នកដាក់ទោសយើងទេ
គូប្រកួតប្រជែងនេះអ្នកកំណត់ថាយើងនឹងជាជនក្បត់ជាតិដូចព្រៀបអិនដូចសៅងុយអីដែលសម័យសៀនុអញ្ចឹងគាត់ធ្វើស្អីក្បត់ជាតិនឹងទៅបាញ់គាត់ចោលចឹងហើយខ្ញុំថាជាធម្មជាតិផងអ្នកនយោបាយគ្មានអ្នកណាចង់ក្បត់ជាតិទេគ្មានអ្នកណាចង់ធ្វើនយោបាយដើម្បីខ្លាចជាជនក្បត់ជាតិទេចង់តែស្នេហាជាតិគ្រប់គ្នាហ្នឹងប៉ុន្តែគ្រាន់តែថាដៃគូចូលទៅហ្នឹងគឺចាប់ផ្ដើមភ័យបាត់បង់អំណាចផងខ្លាចចាញ់នយោបាយចាញ់ស្អីផងអញ្ចឹងទៅក៏រកវិធីផ្សេងទៅដើម្បីកម្ចាត់ដៃគូទៅហើយអាហ្នឹងមិនមែនតែទៅនៅក្នុងសង្គមខ្មែរនៅក្នុងសង្គមណាក៏ដូចគ្នាយើងមើលសង្គមថៃមើលសង្គមថៃរាល់ថ្ងៃហ្នឹងគឺឲ្យតែបន្តបែបហ្នឹងទៀតខ្មែរបំដើមមុខឥឡូវវៀតណាមដើរមុខថៃតាំងពីរឿងសេដ្ឋកិច្ចតាំងពីរឿងសង្គមតាំងពីរឿងអីទាំងអស់ដោយសារវៀតណាមមានសាមគ្គីភាពផ្ទៃក្នុងទោះបីជារបបដឹកនាំតាមបែបកុម្មុយនីសក៏ដោយប៉ុន្តែថៃមើលឲ្យតែនាយករដ្ឋមន្ត្រីចេញពីការបោះឆ្នោតមកគឺយោធាហ្នឹងអត់សប្បាយចិត្តទេព្រោះយោធាវាបាត់បង់អំណាចហើយតែបន្តបែបហ្នឹងគឺថៃអត់យូរទេព្រោះឥឡូវនេះយើងឃើញហើយអ្នករ៉ូស៊ីធំជាពិសេសក្រុមហ៊ុនអន្តរជាតិក្រុមហ៊ុនជប៉ុននេះដើរចេញទៅវៀតណាមអស់ហើយនៅហ្នឹងមោទនភាពថៃនេះលក្ខសងប់ហ្នឹងទៅឆ្លោះតែគ្នាហ្នឹងអាហ្នឹងឥឡូវចាប់ផ្ដើមអ្នកជិតខាងយើងបង្ហាញច្បាស់ហើយថាការបែកបាក់សូម្បីតែប្រទេសខ្លួនឯងធំប៉ុណ្ណឹងក៏ចាញ់ខ្មែរដែរដោយសារអីដោយសារការបែកបាក់ផ្ទៃក្នុងហើយបើសិនជាយើងយកមេរៀនហ្នឹងយកមកឆ្លុះប្រចាំងហើយយើងអាចរួបរวมគ្នាបានជាជាមួយនឹងអ្នកនយោបាយជាន់ខ្ពស់ចាស់ទុំខ្ញុំរាប់ថាជាចាស់ទុំនយោបាយព្រោះគាត់70ជាងអស់ហើយបន្សល់ទុកនៅមរតកនៅវេទិកានយោបាយមួយដែលសមស្របទុកឲ្យក្មេងអាចប្រកួតប្រជែងដោយសន្តិវិធីបង្កើតនៅយន្តការបង្កើតនៅប្រព័ន្ធដឹកនាំរដ្ឋមួយដែលមានស្ថិរភាពមិនមែនឲ្យតែដូររដ្ឋាភិបាលម្ដងភ័យមុខភ័យក្រោយពលរដ្ឋហើយក្រុមអ្នកប្រឆាំងហ្នឹងក៏ដូចគ្នាដែរយុវជនមួយចំនួនហ្នឹងក៏អាចបន្ថយវោហារសាស្ត្រនយោបាយក្នុងដំណាក់កាលសំខាន់ដើម្បីជួយធ្វើម៉េចសម្របសម្រួលឲ្យថ្នាក់ដឹកនាំយើងហ្នឹងមានឱកាសជជែកគ្នាខ្ញុំគិតថាក៏ជាការរួមចំណែកដ៏សំខាន់ដែរក៏ប៉ុន្តែបើយើងបញ្ចេញអារម្មណ៍ខ្លួនឯងអ្នកខ្លះទៅបញ្ចេញអារម្មណ៍ដាក់ក្នុង page មេទៅទៀតខូចនយោបាយអស់ជួនកាលហ្នឹងចាស់ទុំរំទៅជែកគ្នាហ្នឹងយើងដាក់តែ2 3សារទៅដាក់តែ2 3ផុសទៅអូខាងនោះថាជែកគ្នាអត់បានទេបើជេរអីរហូតចឹងអូខេចឹងដូច្នេះខ្ញុំគិតថាជាសំណូមពរទាំងសងខាងខឹងក៏ដោយសប្បាយចិត្តក៏ដោយខ្ញុំអត់មានបញ្ហាទេខ្ញុំអត់មានបញ្ហាខ្ញុំអត់ត្រូវការវិជាប្រយោភាពខ្ញុំអត់ត្រូវការគ្រប់គ្រងការបោះឆ្នោតអីជ្រើសរើសខ្ញុំអត់ត្រូវការទេខ្ញុំត្រូវការតែមួយគត់គឺចង់រួមចំណែកក្នុងនាមជាអ្នកសិក្សាអំពីបញ្ហាសង្គមនយោបាយតាមដានកិច្ចការងារនយោបាយហើយមធ្យោបាយដែលល្អបំផុតគឺការជជែកគ្នាត្រឡប់ទៅកិច្ចចរចាសូម្បីតែទំនាស់ថៃខ្មែរហ្នឹងក៏ដូចគ្នាដែរឃើញតែឆ្លោះគ្នាអញ្ចឹងតិចទៀតនិយាយគ្នាវិញ 100% គ្មានវាយគ្នាទេថៃខាងណាបើកអាវុធមុនគឺខាងនោះចាញ់ភ្លាមនៅក្នុងការធ្វើសង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្នសូម្បីតែអ៊ីស្រាអែលបច្ចុប្បន្នហ្នឹងមានអាមេរិកនៅខាងក្រៅក្នុងប៉ុន្តែក្នុងភ្នែកផុសពិភពលោកគឺអ៊ីស្រាអែលមិនមែនជាប្រទេសមួយដែលត្រឹមត្រូវទេជាប្រទេសអមនុស្សធម៌អីជាដើមដូចគ្នាដែរហើយបើថៃបើកឆាកមុនណាប្រទេសខ្លួនឯងធំចេះចាញ់ខ្មែរ 100% មកនៅលើឆាកអន្តរជាតិអញ្ចឹងចុងបញ្ចប់ហ្នឹងត្រឡប់មកឃើញធ្វើចរិតដូចមេមន់ត្រេចុះត្រេឡើងដាក់គ្នាហ្នឹងតែបន្តិចទៀតហ្នឹងទៅជែកគ្នាវិញហើយត្រឡប់មកតុកចរចាវិញហើយករណីហ្នឹងដូចគ្នាដែរនៅក្នុងនយោបាយក្នុងស្រុកដូចគ្នាចឹងប៉ុន្តែដើម្បីធ្វើម៉េចកុំឲ្យវាអាចចូលតុកចរចាបានលុះត្រាតែវាមានលក្ខខណ្ឌនៃមួយចំនួនដែរទី1បន្ថយវោហារសាស្ត្រនយោបាយទាំងសងខាងការនិយាយរាយមាយទាំងខាងគណៈបកកណ្ដាលអំណាចហ្នឹងក៏ដោយអ្នកគ្រប់គ្រងគណៈបកកណ្ដាលអំណាចហ្នឹងក៏មិនណយដែរវោហារសាស្ត្រនោះជាពិសេសអ្នកដែលណាមាន page អីមួយចំនួនហ្នឹងដូច្នេះហើយខ្ញុំថាវាអត់មានប្រយោជន៍អីដើម្បីធ្វើឲ្យជួយរួមចំណែកទេបើយើងឃើញមេដឹកនាំចេះតែជេរយើងនាំគ្នាជេរបដែរទៅយើងអត់នាំគ្នាផ្សះផ្សាផងយើងឃើញមេយើងហាយយើងនាំគ្នាហាយថែមហើយយើងហាយយើងស្រឡាញ់មេយើងគោរពតាមមេបើឃើញមេរៀងហាយហើយយើងជួយរួមតិចទៅអានឹងបានសុខទាំងអស់គ្នាទេខ្ញុំមិនជឿថាឆ្លោះគ្នាហ្នឹងវាមានប្រយោជន៍ទេប៉ុន្តែអាចបានប្រកួតប្រជែងជាលក្ខណៈត្រឹមត្រូវនឹងយុទ្ធធម៌តាមរយៈការបោះឆ្នោតអាហ្នឹងមានចែងនៅក្នុងសន្និសីទទីក្រុងប៉ារីស
ឆ្នាំ91 PPA 91ឲ្យស្រេចប៉ុន្តែឃើញនយោបាយជ្រុលនិយមមួយចំនួនក៏ធ្លាប់និយាយដែរថាអូបោះឆ្នោតខ្ញុំនៅតែគ្រប់គ្រងការបោះឆ្នោតអញ្ចឹងប៉ុន្តែគាត់ថាលក្ខខណ្ឌខ្លះនៅក្នុងឆាកនយោបាយវាត្រូវមានtechnique វាត្រូវមានអីអាហ្នឹងថ្នាក់ដឹកនាំនយោបាយធ្វើបាទអរគុណច្រើនមែនទែនសម្រាប់បងប្អូនប្រហែលជា300នាក់ដែលកំពុងតែមើលខ្ញុំអនឡាញសូមអធិស្ឋានចំពោះកំហុសឆ្គងមួយចំនួនណាការប្រើប្រាស់ពាក្យខ្លះធៀបជាមួយនឹងការលេងបៀវាយទិញលេនវាយកតេអាហ្នឹងគ្រាន់តែជាវិធីសាស្ត្រនៅក្នុងការធ្វើម៉េចឲ្យបងប្អូនងាយយល់ទេមិនមានចេតនាលើកទឹកចិត្តឲ្យទៅលេងលបាយស៊ីសងទេហើយទស្សនៈរបស់បងប្អូនដែលបញ្ចេញនៅលើ comment នៃមួយចំនួនហ្នឹងខ្ញុំក៏បានអានខ្លះខ្ញុំគោរពនៅទស្សនៈទាំងអស់នោះខ្ញុំគោរពនៅមតិផ្ទុយប៉ុន្តែខ្ញុំក៏មានមតិរបស់ខ្ញុំដែរអញ្ចឹងហើយយើងគោរពនៅភាពចម្រុះនៃមតិណាភាពចម្រុះនៃមតិប៉ុន្តែអ្វីដែលសំខាន់ហ្នឹងជំហរនៅក្នុងការស្រឡាញ់ជាតិស្រឡាញ់ប្រទេសហ្នឹងគឺយើងមានដូចគ្នាណាយើងមានដូចគ្នាគោលបំណងរបស់យើងគឺមានដូចគ្នាប៉ុន្តែខណៈយើងមាននិន្នាការទស្សនវិជ្ជាមនោគមវិជ្ជានយោបាយផ្សេងគ្នាតែប៉ុណ្ណោះអាហ្នឹងវាអត់មានបញ្ហាទេប៉ុន្តែខណៈថាបើយើងនៅតែមានគោលដៅរួមចង់ឃើញជាតិយើងរីកចម្រើនចង់ឃើញជាតិយើងរស់នៅបានជុំគ្នាអាហ្នឹងបងប្អូននិយាយអីក៏បានដែរអត់បញ្ហាទេអត់បញ្ហាទេប៉ុន្តែបើបងប្អូនមានទស្សនៈថាអូក្រុមពួកប្រឆាំងនៅក្រៅប្រទេសហ្នឹងត្រូវតែកម្ចាត់វាខ្ទេចអស់សូមពិចារណាឡើងវិញសូមពិចារណាមើលប្រវត្តិសាស្ត្រពីឆ្នាំមិនបាច់មើលយូរទេមើលតែ70 80ឆ្នាំចុងក្រោយនេះខ្ញុំមិនដែលឃើញរបបណាមួយដែលកម្ចាត់ពួកអ្នកដែលមាននិន្នាការផ្ទុយអស់ពីលើផែនដីនេះទេតាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះកម្ចាត់ពួកបញ្ញវន្តសេរីឡើងកាន់អំណាចត្រូវបានពួកអាមេរិកជួយចូលជ្រកក្រោមរបបលន់នល់បន្តមកទៀតពួកកុម្មុយនីសដែលមើលទៅពួកសេរីនឹងវាមានឥទ្ធិពលនៅក្នុងកម្ពុជាពួកកុម្មុយនីសមកសម្រាប់ពួកបញ្ញវន្តសេរីអស់ប៉ុន្តែសំណួរសួរថាអស់ទេអ្នកដែលមានមតិផ្ទុយនឹងរាល់ថ្ងៃហ្នឹងសម្រាប់អស់ទេខ្លួនសម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភារាល់ថ្ងៃហ្នឹងតាមកម្ចាត់ពួកប្រឆាំងហ្នឹងតាំងពីឆ្នាំ93មកម្លេះអស់រាជានិយមហ៊ុនស៊ិនប៉ែកមួយប៉ុន្តែនៅតែមានអ្នករាជានិយមអញ្ចឹងក្រោយមកសំរងស៊ីតាមកម្ចាត់ពួកប្រឆាំងធ្វើទុកបុកម្នេញខ្លះរត់ចោលស្រុកចោលប្រទេសប៉ុន្តែអស់ហើយអត់មានអស់ទៅណានៅចឹងហើយបើកម្ចាត់មិនអស់ដែរចែកគ្នាវិញទៅក៏បានប៉ុន្តែខឹងថាឲ្យមានលក្ខខណ្ឌខ្លះទៅណាថាដកថយម្នាក់ជំហានសិនមើលហើយខ្ញុំជឿថាលោកសំរងស៊ីជាមួយនឹងលោកហ៊ុនសែនប្រធានព្រឹទ្ធសភាបច្ចុប្បន្នហ្នឹងនៅមាន channel តាក់ទងគ្នាខ្ញុំជឿពួកកូនប្រុសគាត់នៅតាក់ទងគ្នាជាមួយនឹងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតឡើយហ្នឹងដូច្នេះខ្ញុំថាមានតំណែងតំណងអាចទៅជែកគ្នាប៉ុន្តែខណៈថាមិនទាន់ដល់ពេលវេលាប៉ុន្តែសំខាន់អ្នកគ្រប់គ្រងហ្នឹងបើសិនជាចង់ឲ្យមានការបង្រួបចង់ឲ្យមានការជជែកប្រើប្រាស់នយោបាយតាមបែបស៊ីវិល័យហ្នឹងយើងចារណាទាំងអស់គ្នាប៉ុន្តែថាយើងចង់យកតែមកឈ្នះដៃទេយកតែមកបាន view បាន share ច្រើនជេរដើម្បីឲ្យចាស់មួយចំនួនហ្នឹងសប្បាយចិត្តទេអាហ្នឹងពួយទៅអត់បញ្ហាទេខ្ញុំហ្នឹងក៏ដូចគ្នាដែរឃើញអ្នកខ្លះហ្នឹងមកអូមិនក៏មិនជេរហ៊ុនសែនទៅហ៊ុនសែនធ្វើបាបប៉ុណ្ណឹងហើយជេរអស់ដៃខ្ញុំតែជេរខ្លួនឯងទៅមានមាត់ដូចគ្នាទេខ្ញុំវាមិនចេះជេរប៉ុន្តែអ្នកឲ្យគេជេរនេះក៏មិនជេរខ្លួនឯងទៅប៉ុន្តែអ្នកប្រកបឲ្យខ្ញុំជេរហ្នឹងអាសាទៅស្រុកខ្មែរណាទៅតិចទៅលេងអញ្ចឹងទៅមួយឆ្នាំទៅម្ដងដឹកស្រុកប៉ុន្តែមកវិញអូដើរប្រាប់គេជេរណាវាមានអញ្ចឹងវាមានមនុស្សមួយចំនួននៅមានចរិតបែបហ្នឹងឡើយណាហើយក៏ជាអ្នកដែលធូធានៅក្នុងសង្គមក្រៅប្រទេសហ្នឹងណាព្រោះគាត់មកតាំងពីយូរហើយគាត់មានឱកាសមានលទ្ធភាពអីណាប៉ុន្តែធ្វើតាមគាត់មកដោះស្រាយបញ្ហាជាតិអីបានទេជេហ្នឹងឲ្យគាត់ហូបបាយបានហ្នឹងគាត់ហូបហើយបាយបានហើយគាត់លឺតែយើងជេហ៊ុនសែនគាត់ហូបបាយបានគាត់ដេកលក់ស្រួលប៉ុន្តែសួរថាជាដំណោះស្រាយវាអត់ដោះស្រាយកើតទេតែជេហ្នឹងគឺអត់ដោះស្រាយបានហ្មងទាំងខាងគណៈបព្វជិជនក៏ដោយជេលោកសំរងស៊ីគ្មានដោះស្រាយចេញខ្ញុំឃើញជេខាងសំរងស៊ីជេខាងប្រឆាំងឃើញលាយទៅណាពួកប្រឆាំងនៅនឹងថ្កល់ហ៊ានបលែងចូលស្រុកមួយចំនួនទៅជែកគ្នាបោះឆ្នោតឲ្យសេរីនឹងយុទ្ធធម៌ប្រជាជនកាត់សេចក្តីទៅតាមរយៈសម្លេងឆ្នោតណាឈ្នះណាចាញ់ដឹងហើយចឹងហើយតលមជ្ឈបាយតល
វិធីសាស្ត្រហ្នឹងគឺដកថយអ្នកវិជាប្រើយុទ្ធសាស្ត្រខ្ញុំមិនដឹងទេពីមុនមកគឺប្រើយុទ្ធសាស្ត្រឈ្នះដើម្បីបង្រួមទឹកដីជាមួយខ្មែរក្រហមអីបើឥឡូវអាចបរួមជាមួយគណៈបព្វប្រឆាំងបានអាហ្នឹងគឺជាប្រវត្តិសាស្ត្រមួយទៀតដែលចាទុកហើយខ្ញុំនៅគ្រប់នៅវីរភាពអ្នកនយោបាយទាំងពីររូបហ្នឹងទោះបីជាខ្ញុំពេញចិត្តមិនពេញចិត្តអីខ្ញុំអាហ្នឹងរឿងផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុន្តែខ្ញុំគិតថាអ្នកនយោបាយទាំងពីររូបដែលចំណាយពេលស្ទើរតែមួយជីវិតរបស់ខ្លួននៅក្នុងកិច្ចការងារនយោបាយសិតតែអ្នកស្រឡាញ់ជាតិដូចគ្នាទេគ្មានអ្នកណាក្បត់ជាតិទេចោតគ្នាទេអាហ្នឹងមកតែបើឈប់ចោតបានក៏ល្អដែរហ្នឹងហើយអញ្ចឹងខ្ញុំសូមអនុញ្ញាតប៉ុណ្ណឹងសូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់ខ្ញុំដោយការពិចារណាបាទស្ដាប់ដោយការពិចារណាចង់ជេរចង់អីក៏ជេរបាននៅក្នុងเพจហ្នឹងបាទជេរចោះជេរបើជេរឲ្យហូបបាយបានជេរខ្ញុំថាក៏ជាការចូលរួមចំណែកឲ្យបងប្អូនមានសុខភាពល្អដែរបើជេរខ្ញុំទៅវាហូបបាយស្រួលខ្លួនណាជេរឲ្យធូរពោះជេរចោះប៉ុន្តែខ្ញុំអត់រង្គើទេខ្ញុំអត់រង្គើរឿងចឹងហ៎ដូច្នេះហើយសូមជូនពរបាទសូមទទួលទានអាហារបានឆ្ងាញ់បាទអ្នកខ្លះមិនទាន់ហូបបាយឬក៏អ្នកខ្លះដែលរៀបចំចូលលំដេកបាទសូមទទួលលំដេកបានស្កប់បាទសូមអរគុណសូមជម្រាបលាបាទ